សម្រាប់នេះជារបៀបតឡើងពងខៀវ3ដើមបូកជាមួយនឹង UF inox អញ្ចឹងនៅពេលដែលបងទិញទៅជាងហាំប្អូនគាត់នឹងភ្ជាប់ឲ្យបង3ជាប់គ្នាបែបនេះអញ្ចឹងនៅពេលដែលបងដំឡើងគឺយើងត្រូវចូលពីបំពង់ទី1មុនគេដែលបំពង់ទី1ជាប្រភេទស្លៃទី2កាបោនទី3 resin ឬក៏ UDF សម្រាប់ inox វិញគឺជាបំពង់ចុងក្រោយគេសម្រាប់ពងខៀវ3ដើមវិញមកអាចមើលអាក្បាលវាខាងលើនឹងបានគឺយើងមានពាក្យថា in ហើយបញ្ចប់ទៅដោយពាក្យថា out អញ្ចឹង in កន្លែងហ្នឹងមានន័យថាគឺជាទឹកចូលហើយ out គឺជាទឹកចេញអញ្ចឹងនៅពេលដែលបងចាប់ផ្ដើមតឡើងបងអាចប្រវាយចេញពីប្រភពទឹកដើមរបស់បងមកបងដាក់ជាមួយនឹងវ៉ានមកគ្រាប់ទៅដើម្បីបិទបើកទឹកងាយស្រួលក្នុងការយើងដោះតម្រងលាងអញ្ចឹងចេញពី3បំពង់មកគឺបងចូលកន្លែង inox កន្លែងក្រាហ្នឹងគឺទឹកចូលហើយសម្រាប់ខាងលើវិញគឺទឹកស្អាតចេញដែលយើងយកទៅប្រើប្រាស់នៅពេលដែលបងចាំពងរួចរាល់អស់បងកុំទាន់អាចដាក់យកទៅប្រើទូទៅនៅក្នុងផ្ទះគឺយើងត្រូវការលាងតម្រងសិនអញ្ចឹងតម្រងកន្លែង inox នេះបងដោះតម្រងចេញសិនទៅដើម្បីយើងលាងតម្រងពណ៌ខៀវ3ដើមហ្នឹងសិនណាអញ្ចឹងបងបហូរវាចោលឲ្យវាស្អាតទឹកថ្លាហើយអាហ្នឹងចាំយើងដាក់តម្រង inox ចូលអញ្ចឹងការដាក់តម្រង inox ចូលយើងត្រូវលាង inox ហ្នឹងមួយសាទៀតលាងឲ្យអស់ជាតិពពុះទៅប៉ុណ្ណឹងគឺយើងអាចយកទៅប្រើបានហើយ